តោះបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងយើងលើករឿងមួយដែលខ្ញុំជឿថាបងប្អូនភាគច្រើនគឺជួបប្រទះហើយវាជារឿងដែលរអិលមាត់បន្តិចប៉ុន្តែសំខាន់សម្រាប់ជីវិតរបស់យើងគឺរឿងទំនាក់ទំនងរវាងមិត្តភាពហើយនិងលុយកាក់បងប្អូនធ្លាប់ឮពាក្យគេនិយាយឲ្យគេខ្ចីលុយប្រយ័ត្នបាត់ទាំងលុយបាត់ទាំងមិត្តភាពស្ដាប់ទៅវារៀងជូរចត់បន្តិចមែនប៉ុន្តែថ្ងៃហ្នឹងយើងអត់មកអង្គុយបន្ទោសខាងណាទេយើងមកទៅជែកគ្នារកហេតុផលតើហេតុអីបានជាមានរឿងនឹងកើតឡើងហើយគួរធ្វើបែបម៉េចដើម្បីជួយមិត្តភក្តិផងហើយដើម្បីរក្សាមិត្តភាពនឹងឲ្យល្អនៅគង់វង្សយូរអង្វែងផងថ្ងៃហ្នឹងយើងមកនិយាយថាហេតុអីបានជាមិត្តភាពប្រែប្រួលពេលមានបញ្ហារឿងលុយកាក់បងប្អូនដឹងទេពេលខ្លះមិត្តភក្តិដែលខ្ចីលុយយើងហើយអត់បានសងឬក៏កិច្ចមុខហ្នឹងមិនមែនមានន័យថាគាត់ជាមនុស្សអាក្រក់ឬក៏មានចេតនាបោកប្រាស់យើងទេប៉ុន្តែភាគច្រើនវាពាក់ព័ន្ធនឹងសម្ពាធផ្លូវចិត្តសម្រាប់អ្នកខ្ចីពេលខ្លះគាត់ជួបវិបត្តិពិតមែនគាត់ចង់សងយើងវិញប៉ុន្តែដល់ថ្ងៃកំណត់គាត់រលួយអត់ទាន់អារម្មណ៍ខ្មាស់អៀនឬក៏មានអារម្មណ៍ថាខុសឆ្គងវាយលុកគាត់ពេលហ្នឹងដោយសារតែខ្មាស់ពេកអត់ហ៊ានប្រឈមមុខគាត់ក៏ជ្រើសរើសផ្លូវមួយស្ងាត់ឬក៏គេចមុខហើយការគេចមុខនឹងហើយដែលជារនាំងខាំងមិត្តភាពនឹងចាប់ផ្ដើមសាងសង់ឡើងហើយសម្រាប់អ្នកដែលជាម្ចាស់លុយអារម្មណ៍ក៏ពិបាកចិត្តដែរលុយក៏ត្រូវការប្រើមិត្តភាពក៏យោគយល់ប៉ុន្តែដល់ពេលឃើញមិត្តភ័ក្តិស្ងាត់ឈឹងអញ្ចឹងយើងចាប់ផ្ដើមមានអារម្មណ៍ថាគេលែងឲ្យតម្លៃយើងឬក៏គេនឹងលែងគោរពពាក្យសន្យាចុងក្រោយភាពក្រែងចិត្តហើយនឹងការអាក់អន់ចិត្តហ្នឹងក៏រុញច្រានឲ្យអ្នកទាំងពីរហ្នឹងចាប់ផ្ដើមមានបញ្ហាជាមួយគ្នាបងប្អូនដែលខ្ញុំលើករឿងហ្នឹងមកនិយាយគឺជាការចែកម្លែកផងហើយក៏ជាការដាស់តឿនផងដើម្បីកុំឲ្យបងប្អូនយើងបាត់បង់មនុស្សល្អៗនៅក្នុងជីវិតដោយសារតែបញ្ហាលុយកាក់មិត្តភាពដែលខំកសាងមក5ឆ្នាំ10ឆ្នាំមិនគួរណារលាយដោយសារតែលុយកាក់ប្រមាណ100ឬក៏ប្រមាណ1000ដុល្លារហ្នឹងទេអញ្ចឹងថ្ងៃហ្នឹងគ្រូខ្ញុំគាត់បរៀនចិត្តសាស្ត្រខ្លះៗមកឲ្យខ្ញុំ3ចំណុចដើម្បីជាការការពារខ្លួនផងហើយដើម្បីឲ្យជួយអ្នកដទៃចំគោលដៅផងអញ្ចឹងតើយើងគួរធ្វើម៉េចនៅពេលដែលមិត្តភក្តិគាត់មកពឹងពាក់យើងនេះជាវិធីងាយៗ3ចំណុចប៉ុន្តែមានប្រសិទ្ធភាពទី1គឺជួយតាមលទ្ធភាពដែលអត់ប៉ះពាល់ដល់ខ្លួនឯងវិធីហ្នឹងល្អមែនតើបើសិនជាមិត្តភក្តិគាត់ចង់ខ្ចី$500ប៉ុន្តែយើងក៏មានបន្ទុកនិងមានចំណាយដែលយើងត្រូវដោះស្រាយដូចគ្នាអញ្ចឹងយើងអាចប្រាប់គាត់វិញដោយភាពស្មោះត្រង់ទៅប្រាប់ទៅថាពួកម៉ាក់អើយឥឡូវហ្នឹងខ្ញុំក៏រៀងតឹងដែរប៉ុន្តែនៅពេលដែលឃើញគាត់មានបញ្ហាអញ្ចឹងយើងក៏ចិត្តអត់ដាច់ដែរយើងមាន$50សម្រាប់ជួយគាត់អញ្ចឹងគាត់យកទៅដោះស្រាយសិនទៅហើយលុយហ្នឹងមិនបាច់ចាំសងយើងវិញទេយើងចាត់ទុកថាជូនគាត់ជាការជួយគ្នាពេលពិបាកអញ្ចឹងទៅហើយការធ្វើបែបហ្នឹងគាត់ក៏ធូរស្រាលចិត្តហើយយើងក៏អត់មានសម្ពាធផ្លូវចិត្តថារងចាំលុយហ្នឹងត្រឡប់មកវិញដែរហើយតំណែងយើងនៅតែល្អដូចគ្នាទី2គឺរៀនបើកចំហនិយាយមួយគ្នាដោយភាពស្មោះត្រង់បើយើងពិតជាអត់អាចជួយគាត់បានមែនយើងកុំខ្លាចនៅក្នុងការប្រាប់ការពិតយើងប្រាប់គាត់តាមត្រង់ទៅថាយើងក៏យល់ពីការលំបាករបស់គាត់ដែរប៉ុន្តែនៅក្នុងខែហ្នឹងយើងជាប់ពង្វិលរកស៊ីបង់ធនាគារឬក៏មានរឿងផ្សេងទៀតដែលយើងត្រូវចំណាយច្រើនហើយយើងសុំទោសគាត់ពិតមែនយើងអាចជួយបានបើសិនជាមិត្តភក្តិគាត់ជាអ្នកយល់ពីយើងដូចគ្នាគាត់ប្រកាសជាអត់ខឹងយើងទេព្រោះម្នាក់ៗសិតតែមានបន្ទុករៀងៗខ្លួននៅក្នុងគ្រួសារទី3យើងអាចជួយជាគំនិតឬក៏កម្លាំងកាយបើយើងអត់មានលុយឲ្យខ្ចីយើងក៏អាចជួយតាមវិធីផ្សេងដែរឧទាហរណ៍ថាជួយណែនាំការងារថ្មីឲ្យគាត់ជួយផ្ដល់ជាគំនិតដោះស្រាយបញ្ហាឬគ្រាន់យើងទិញម្ហូបអាហារផ្លែឈើអីទៅសួរសុខទុក្ខគាត់អញ្ចឹងពេលខ្លះវាអាចជាការលើកទឹកចិត្តផ្លូវចិត្តហើយក៏ជាការឲ្យតម្លៃដែរអាហ្នឹងពេលខ្លះវាថ្លៃជាងទឹកលុយទៀត សរុបមកវិញបងប្អូនលុយគឺជារបស់ក្រៅកាយទេប៉ុន្តែបើយើងយកវាទៅប្រើលាយឡំជាមួយនឹងមនោសញ្ចេតនាដោយខ្វះការប្រុងប្រយ័ត្នវាអាចក្លាយទៅជាបញ្ហាដោយអត់ដឹងខ្លួនការដែលយើងចេះបដិសេធដោយភាពស្មោះត្រង់ឬក៏ចេះជួយនៅក្នុងកម្រិតណាមួយដែលអាចទទួលយកបានវាជាការថែរក្សាមិត្តភាពដ៏ល្អបំផុតហើយខ្ញុំក៏ធ្លាប់ពិបាកបងប្អូនទាំងអស់គ្នាក៏ប្រហែលជាធ្លាប់ជួបការលំបាកដូចគ្នាហើយបើសិនជាមានការយឺតយ៉ាវនៅក្នុងការសងលុយគេកុំខ្លាចនៅក្នុងការនិយាយតាមត្រង់ប្រាប់ម្ចាស់គេសូមការយោគយល់យើងជៀសវាងការកិច្ចមុខព្រោះការកិច្ចមុខហ្នឹងវាស្មើនឹងអត់ស្មោះត្រង់ហើយកាត់ផ្តាច់តំណែងហើយ
អញ្ចឹងចុះបងប្អូនអ្នកស្ដាប់វិញយល់យ៉ាងណាដែរចំពោះរឿងហ្នឹងតើធ្លាប់មានបទពិសោធន៍ដោះស្រាយបញ្ហាខ្ចីលុយគេដោយសន្តិវិធីទេឬក៏មានគំនិតអីផ្សេងលើសពីហ្នឹងអត់អាចខមមិនប្រាប់ខ្ញុំខាងក្រោមបានដើម្បីជាការចែកម្លែកដល់បងប្អូនយើងដទៃទៀតអរគុណច្រើនដែលបានចំណាយពេលស្ដាប់នៅថ្ងៃនេះជូនពរឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អនិងមានហិរញ្ញវត្ថុរឹងមាំទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ